ប្រធានបទមនុស្សស្រីអត់មានអ្នកណាគេរាប់រកមនុស្សស្រីដែលប្រើជីវិតម្នាក់ឯងតាមពិតទៅមនុស្សស្រីដែលប្រើជីវិតម្នាក់ឯងមិនមែននាង lonely ទេគឺនាងជ្រើសរើសនៅក្នុងការរាប់អានមនុស្សជ្រើសរើស select មនុស្សនៅក្នុងការចូលជីវិតរបស់គាត់មនុស្សស្រីប្រភេទអស់ហ្នឹងអត់មាន toxic នៅក្នុងរាងកាយទេព្រោះនាងកាត់មនុស្ស toxic ចេញពីជីវិតអត់មាន fake friend អត់មាន fake in relationship អត់មាន fake មនុស្សចូលមកក្នុងជីវិតរបស់គាត់ពួកនាងមានធម៌ពលមួយយ៉ាងពីចក្រវាលមានន័យថាគ្មានអ្នកណាគេអាចស្ទាបស្ទង់ដឹងអត្តចរិតដឹងពីអារម្មណ៍ថានាងកំពុងតែគិតអីកំពុងតែកើតទុកកំពុងតែសែតឬកំពុងតែសង្ងំដើម្បីរកភាពជោគជ័យឆ្ពោះទៅអនាគតរបស់នាងទេមនុស្សស្រីប្រភេទនេះគេហៅថាសត្វពពួកតាន់ made from titanium ចាដើរលើភ្លើងក៏ដលាកជួបខ្យល់ជួបភ្លៀងក៏មិនរសាត់បាត់ទៅណា strong មែនតើមួយថ្ងៃគឺចាញ់ពីធ្វើការមកផ្ទះមើលថែធាខាខ្លួនឯងចាំមើលថែធាខាសម្រាប់ខ្លួនឯងញ៉ាំអាហារល្អទៅជីមទៅសាវណាមើលថែសម្រាប់ខ្លួនឯងធ្វើម្ហូបញ៉ាំដោយខ្លួនឯងចង់មើលកុនក៏ទៅមើលដោយខ្លួនឯងដោយមិនចាំបាច់បបួលមានមិត្តភ័ក្តិបនភឿនអញ្ញៃច្រើនធម្មពលមួយនេះមិនមែនសិតតែមនុស្សស្រីដូចគ្នាមានទេអ្នកនរគ្នាវាជាធម្មពលពិសេសមួយដែលធ្វើឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់វាជាធម៌ពលមួយយ៉ាងដែលធ្វើឲ្យយើងអភិវឌ្ឍខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យបានយ៉ាងលឿនហើយឆាប់រហ័សបំផុតពួកគាត់ស្ងាត់មិនពួកគាត់ចោះចាញ់ទេតែគាត់សង្ងំនឹង welcome back មកវិញនៅភាពជោគជ័យមួយដែលមហាសាលដែលអ្នកនរគ្នានឹកស្មានមិនដល់ថាមនុស្សស្រីអ្នកនឹងអាចធ្វើបាន share repost វីដេអូនេះបើសិនជាអ្នកនរគ្នាមានប្រមាណខឬខ្ញុំនិយាយខាងក្រោមឲ្យពិភពលោកបានដឹងថាអ្នកនរគ្នាពិតជាខ្លាំងក្លាពិតជា strong ដល់កម្រិតណា